រឿងកូនខ្លាចិត្តល្អនៅព្រៃដ៏ស្រស់ស្អាតមួយមានខ្លាតូចឈ្មោះថាខ្លាពែងវាជាខ្លាដែលចូលចិត្តលេងប៉ុន្តែគេមិនសូវស្ដាប់ពាក្យម្ដាយទេម្ដាយវានិយាយជានិច្ចថាកូនអើយកូនឯងកុំទៅលេងឆ្ងាយពេកប្រយ័ត្នជួបគ្រោះថ្នាក់ណាកូនតែខ្លាពែងមិនស្ដាប់ម្ដាយវាប្រាប់ទេថ្ងៃមួយវារត់ចេញទៅលេងឆ្ងាយជាងធម្មតាហើយជួបនឹងនាគតូចមួយកំពុងតែជិតស្លាប់ដោយអត់អាហារខ្លាពែងមានចិត្តសប្បុរសដូច្នេះវាចែកសាច់ដែលវាយកមកញ៉ាំឲ្យទៅនាគញ៉ាំដែរនាគតូចសប្បាយចិត្តហើយនិយាយថាសូមអរគុណខ្ញុំនឹងចងចាំចិត្តល្អរបស់អ្នកពី3ថ្ងៃក្រោយមកខ្លាពែងត្រូវបានអ្នកប្រមាញ់ចាប់បានរួចអ្នកប្រមាញ់នោះចងវានឹងដើមឈើមួយហើយស្ទើរតែត្រូវបានអ្នកប្រមាញ់សម្លាប់ទៅហើយនៅពេលនោះអ្នកតូចបានមកជួយទាន់ពេលដោយហៅមិត្តសត្វព្រៃទាំងអស់មកជួយដោះស្រាយចំណងដែលព្រានព្រៃចងខ្លាពែងបានរត់ជីវិតមកវិញហើយក៏រំលឹកនឹងចងចាំថាចិត្តល្អមិនដែលបាត់បង់នោះទេចិត្តល្អវានាំមកនៅអំណោយត្រឡប់មកយើងវិញជានិច្ចស្ដាប់រួចសោនប្អូនគួរពិចារណាតើប្អូនចេះយកអាសាឬចេះជួយអ្នកដទៃហើយឬនៅជួយគ្នាក្នុងគ្រាក្រមិត្តល្អជួយគ្នាក្នុងការសិក្សាអត្ថបទនេះសរសេរសម្រាប់ដាស់តឿនកុមារក្នុងការចេះជួយគ្នាក្នុងពេលលំបាក